គាថាធម្មបទយមកវៈទី1រឿងព្រះនន្ទព្រះបរមសាស្តាព្រះអង្គទ្រង់ត្រាស់ប្ររពព្រះនន្ទដែលត្រូវជាបរិយាជាឱរសរបស់ព្រះនាងបជាបតិកោតមីសម័យថ្ងៃមួយជាថ្ងៃរៀបនៅមង្គលការរបស់ព្រះនន្ទជាមួយទៅនឹងនាងជាអ្នកបតិកល្យាណីគ្រានោះព្រះសាស្តាព្រះអង្គទ្រង់ស្ដេចយាងទៅនៅក្នុងពិធីមង្គលការនោះព្រះអង្គទ្រង់បានប្រទាននៅបានទៅឲ្យព្រះនន្ទកាន់ព្រះអង្គទ្រង់ត្រាស់នៅមង្គលកថាស្រេចហើយទើបស្ដេចយាងត្រឡប់ទៅកាន់វត្តវិញតែព្រះអង្គទ្រង់មិនបានទទួលកាន់យកនៅបាតអំពីដៃរបស់ព្រះនន្ទវិញឡើយព្រះនន្ទបានបីបាតរបស់ព្រះបរមសាស្តាតាមក្រោយព្រះអង្គរហូតដល់វត្តព្រះសាស្តាព្រះអង្គទ្រង់ត្រាស់សួរព្រះនន្ទថាណែនន្ទអ្នកបួសឬព្រះនន្ទមិនហ៊ានប្រកែកទើបក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនទូលព្រះបង្គំនឹងបួសលុះព្រះនន្ទបួសហើយមិនបានរៀននៅធัวអាអ្វីសោះឡើយមួយថ្ងៃលោកកង្វល់តែនឹកទៅដល់នាងជាអ្នកបតិកល្យាណីស្ត្រីខត្តយកញ្ញាដែលទើបតែនឹងរៀបមង្គលការជាមួយគ្នាហើយថ្មីនោះព្រះសាស្តាព្រះអង្គទ្រង់ជ្រាបហើយទើបនាំនៅព្រះនន្ទឲ្យទៅមើលពួកស្ត្រីសេពអប្សរបវរកញ្ញាដែលមានរូបល្អស្អាតជាងនាងជាអ្នកបតិកល្យាណីនៅឯឋានទេវលោកហើយព្រះអង្គទ្រង់ត្រាស់អប់រំនៅព្រះនន្ទថាណែនន្ទចូលអ្នកខិតខំព្យាយាមបំពេញនូវសមណធម៌ឲ្យបានត្រឹមត្រូវតថាគតនឹងជួយដណ្ដឹងនៅនាងស្រីទេពអប្សរបវរកញ្ញានៅក្នុងឋានសួគ៌នេះឲ្យអ្នកតែអ្នកចង់បាននាងទេពអប្សរបវរកញ្ញាដែលមានរូបឆោមស្អាតបែបណាព្រះនន្ទបានឮដូច្នោះហើយក៏មានចិត្តត្រេកអររីករាយពន់ពេកក៏បានខិតខំព្យាយាមបំពេញនៅសមណធម៌យ៉ាងខ្លាំងក្លាជាទីបំផុតព្រោះចង់បាននាងស្រីទេពអប្សរបវរកញ្ញានោះឯងពួកភិក្ខុទាំងឡាយដឹងរឿងនោះហើយក៏នាំគ្នានិយាយរិះគន់ព្រះនន្ទដោយប្រការផ្សេងថាព្រះនន្ទខំប្រឹងព្យាយាមបំពេញនៅសមណធម៌ព្រោះចង់បាននាងទេពអប្សរមកធ្វើជាភរិយាព្រះនន្ទបានឮនៅពួកភិក្ខុទាំងនោះតេះដៀលដូច្នោះហើយក៏មានសេចក្តីអៀនខ្មាស់ហើយបានប្រែនៅចិត្តគំនិតថ្មីនឹងខិតខំប្រឹងប្រែងបំពេញនៅសមណធម៌តែមួយព្រះអង្គឯងនៅក្នុងព្រៃស្ងាត់រហូតទាល់តែបានសម្រេចព្រះអរហត្តផលក្រោយមកពួកភិក្ខុបានសួរព្រះនន្ទថាមនាលនន្ទឥឡូវនេះតើលោកសឹកឬទេព្រះនន្ទឆ្លើយថាខ្ញុំប្រកាសណាមិនត្រូវចង់សឹកទៀតទេពួកភិក្ខុឮដូច្នោះហើយក៏ចោទព្រះនន្ទថាជាអ្នកពោលអួតនៅគុណធម៌ដែលមិនមានក្នុងខ្លួនហើយបាននាំរឿងនេះទៅក្រាបទូលដល់ព្រះសាស្តាព្រះសាស្តាព្រះអង្គទ្រង់ត្រាស់ថាមនាលភិក្ខុទាំងឡាយព្រះនន្ទបានពោលត្រឹមត្រូវហើយបន្ទាប់មកព្រះអង្គទ្រង់ត្រាស់នៅព្រះគាថានេះថាយថាអគារੰទុច្ចហន្នੰវត្ថិសមតិវិច្ឆតិទេវੰអភិវិតੰចិត្តੰរាគោសមតិវិច្ឆតិយថាអគារੰសុច្ចហន្នੰវត្ថិនសមតិវិច្ឆតិអេវੰសុភាតੰចិត្តੰរាគោអ្នកសមតិវិច្ឆតិដំណក់ទឹកភ្លៀងតែងលេខស្រស់ចូលនៅក្នុងផ្ទះដែលគេប្រក់មិនបានចិត្តល្អយ៉ាងណាមិញរាគៈតែងចាក់ទម្លុះនៅចិត្តដែលបុគ្គលមិនបានអប់រំល្អហើយក៏យ៉ាងនោះដែរដំណក់ទឹកភ្លៀងមិនលេចស្រោចចូលផ្ទះដែលគេបានប្រក់ចិត្តល្អហើយយ៉ាងណាមិញរាគៈក៏មិនចាក់ទម្លុះនៅចិត្តដែលបុគ្គលអប់រំល្អហើយក៏យ៉ាងនោះដែរសូមអនុមោទនា